ខ្ញុំលេងឃើញចែថតអវ៉ាន់នៅក្នុងស្តុកចែហើយមិនចឹងអធិស្ឋានមែនតើមានអ្នកតាមដានចង់មើលអវ៉ាន់នៅក្នុងហាងទៀតចាអធិស្ឋានមែនតើមកដោយសារតែអវ៉ាន់ច្រើនពេលជនអ្នកលក់នេះគឺ review មិនអស់ទេហើយបើនៅក្នុងហាងវិញមិនមែនមានលក់តែស្លែមែនណាសំបីតែកាបូបអាវយឺតជាមួយនឹងពពួកសាច់ហូឌីតនេះក៏មានដែរនិយាយវិថាអវ៉ាន់មកលៀនមុខតែម្ដងទោះបីជាហាងតូចប៉ិតណាខ្វះអីទិញទេបងអូនអើយដោយនេះជាប្រភេទសាច់កគុយខ្យងកងកាបូបលុយប្រភេទបតោងសោ unboxing លក្ខណៈកញ្ចប់បែបនេះហើយ unboxing វិញមានច្រើនប្រភេទណាអាតូចអាធំចង់បានជាប្រភេទតតចង់បានជាប្រភេទរបស់លេងអីគឺមានទាំងអស់សំបីតែកញ្ចក់បិទបែបនេះក៏មានដែរគ្រឿង accessory ខ្សែកកងដៃអីនេះគឺមានទាំងអស់ហើយបើតម្លៃអវ៉ាន់វិញគឺអត់ថ្លៃទេបងប្អូនចាស់និយាយថាហាងចាស់លក់គឺក្រោមទីផ្សារតែម្ដងអវ៉ាន់មួយគឺគុណភាពចំពោះស្លាវិញគឺនៅមានដដែលទាំងគ្រឿងធ្វើទាំងប្រភេទធ្វើហើយគឺមានស្តុកពេញបែបហ្នឹងតែម្ដងបើមាននេះថយឬមួយកន្លុកឡោះតូចនេះវិញគឺថាមានម៉ូដថ្មីចូលមកច្រើនមែនតើគឺសម្បូរបែបមែនតើបើអូនមកគឺថាដកចិត្តពីកន្លែងហ្នឹងអត់រួចតែម្ដងអវ៉ាន់ក្មេងផងក៏មានលក់ដែរណាយន្តហោះចម្បាំងរថក្រោះអីនេះ Minecraft ឆក់អីក៏មានដែរបងអូន Lego វិញគឺមានច្រើនប្រភេទហ្មងមានតាំងពីទូដាក់តាំងអីទៀតហ៎អាតូចអាធំអីគឺមានទាំងអស់តែម្ដងដោយអានេះវិញគឺឈុតត្រាងបាតតអូយខ្ជូតមែនតើហាង3188គឺមានទីតាំងនៅសំណង12ចិត្តសាយូណៃលើផ្លូវ218ផ្ទះលេខ38អឺ0ណាហាងបោះចាយគឺថាអត់ធំទេព្រោះដោយសារតែបើជាលក្ខណៈគ្រួសារទេតែនិយាយពីអវ៉ាន់វិញគឺណែនតែម្ដងចង់កំបងអនឡាញក៏មានដឹងជូនឲ្យ